ត្រីអាំងទឹកអំពិលទុំសួស្តីបាទថ្ងៃនេះខ្ញុំមានត្រីកាហែ2ត្រីកាហែដ៏ធាត់ត្រលុកត្រលុនយកមកអាំងយកលក់ទឹកត្រីអំពិលទុំណាបងណាត្រីកាហែឡើងមូលតល់ដែរបងណាហើយមិនបាច់សួរថាត្រីកាហែហ្នឹងបានមកពីណាទេបងប្អូនគឺទិញគេទេហេហេមានរោអីទេគឺទិញគេតែម្ដងណាយើងចាប់ដើមដាក់អាំងទៅលើចង្ក្រានឥឡូវចង្ក្រានហ្នឹងវាតូចទៀតអាំង2ចុងតែមួយសងតែមួយគ្រាន់កន្លែងអាំងណាបងប្អូនអញ្ចឹងធ្វើម៉េចតាមហ្នឹងតែពីល្មមមកពេញមួយចង្ក្រានថតល្អណាស់ត្រីកាហែនេះត្រីកាហែហ្នឹងយើងយកទៅអាំងអញ្ចឹងក៏ឆ្ងាញ់យើងយកទៅប្រឡាក់ជៀនក៏បានដែរបងប្អូនណាប្រឡាក់ជៀនទៅយើងសកាវាហើយយើងឆូតវាអង្គន់ហៅថាអង្គន់វាកុំឲ្យវាជាប់ឆ្អឹងហើយណាមួយឲ្យវាចូលជាតិសាច់ល្អអញ្ចឹងណាតែអានេះយើងអាំងវះពោះវាទៅយើងអាំងទៅអាំងឲ្យវាល្មមទៅយើងទៅធ្វើទឹកត្រីទៅថ្ងៃនេះយើងធ្វើទឹកត្រីទឹកអំពិលទុំណាបងប្អូនណាជាតិតែអេមតែបងអានឹងតាមចំណងចំណូលចិត្តបងប្អូនក៏ចូលចិត្តទឹកត្រីស្វាយអីអញ្ចឹងក៏មកទៅត្រីទឹកក្រូចឆ្មាអីអញ្ចឹងទៅទឹកត្រីក្រូចឆ្មាខ្ទឹមសអញ្ចឹងទៅតាមចំណងចំណូលចិត្តរៀងខ្លួនហើយខ្ញុំអត់ទេខ្ញុំថ្ងៃនេះខ្ញុំដាក់ជាមួយនឹងទឹកអំពិលទុំហ្មងឲ្យប្លែកបន្តិចទឹកត្រីអំពិលទុំទៅហើយយើងវាយខ្ទឹមសដាក់ទៅហើយយើងដាក់ម្ទេសទៅអូជាតិណាស់បងប្អូនហើយជាតិតែម្ដងអញ្ចឹងជើញទស្សនាវីដេអូជាបន្តដូចតទៅណាបងប្អូន
បាទឥឡូវត្រីយើងឆ្អិនហើយនោះណាត្រីឆ្អិនហើយនេះឆ្អិនហើយត្រីយើងណារសជាតិដឹងតែអេមចឹងម្ដង